សូមអ្នកមាសការថ្វាយបង្គំដល់ប្រជុំ3នៃបត្រៃរដ្ឋក៏ដូចជាសូមគោរពនិងជម្រាបសួរទៅដល់បងប្អូនដែលប្រើប្រាស់នៅបណ្ដាញសង្គមទាំងអស់អ្នកទាំងគ្នាថ្ងៃនេះវិលមកជួបខ្ញុំសារជាថ្មីចេញពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលដើម្បីអភិវឌ្ឍគំនិត TDCC Center អ្នកទាំងគ្នានឹងហើយអ្នកទាំងគ្នាថ្ងៃនេះក្រើនរំលឹកបន្តិចណាទៅកាន់បងប្អូនយើងញាតិញោមជាពុទ្ធបរិស័ទដែលគាត់ឧស្សាហ៍ក្នុងការធ្វើបុណ្យកុសលច្រើនអ្នកទាំងគ្នាឧស្សាហ៍ក្នុងការធ្វើបុណ្យកុសលច្រើនអ្នកទាំងគ្នាអញ្ចឹងដោយសារតែខ្ញុំមើលឃើញចំណុចខ្វះខាតរបស់ញាតិញោមពុទ្ធបរិស័ទរបស់យើងមួយចំនួនតាក់ទងជាមួយការដែលគាត់ធ្វើបុណ្យកុសលច្រើនហើយប៉ុន្តែរឿងខ្លះគឺគាត់អត់ទាន់ដឹងរឿងខ្លះគាត់អត់ទាន់ដឹងហើយចំណុចទាំងអស់នេះគឺខ្ញុំបានចែកម្លែកនៅក្នុងវីដេអូខ្ញុំកន្លងមកហើយបើគ្រាន់តែថាខ្ញុំចង់បញ្ជាក់បន្ថែមទៀតដើម្បីឲ្យអ្នកដែលគាត់អត់ទាន់ដឹងគឺគាត់បានជ្រាបអ្នកទាំងគ្នាទី1នៅពេលណាដែលយើងបានធ្វើបុណ្យកុសលយើងត្រូវតែមានការឧទ្ទិសឬក៏ការប្រាថ្នាសម្រាប់ខ្លួនឯងឲ្យរួចជាស្រេចអ្នកទាំងគ្នាកំឡុងពេលដែលយើងធ្វើបុណ្យកុសលនឹងអ្នកទាំងគ្នាអញ្ចឹងកុំឲ្យភ្លេចអ្នកទាំងគ្នាកុំឲ្យភ្លេចអ្នកខ្លះធ្វើបុណ្យចឹងទៅអត់បានប្រាថ្នាអ្នកទាំងគ្នាធ្វើបុណ្យអត់បានប្រាថ្នាបែបនេះមួយបែបនោះមួយសម្រាប់ខ្លួនឯងណាអញ្ចឹងអត់បានប្រាថ្នាទេអញ្ចឹងតែពឹងគេពឹងកូនពឹងចៅពឹងអីចឹងទៅនៅពេលដែលគេធ្វើបុណ្យកុសលគេឧទ្ទិសឬក៏គេចែកម្លែកបុណ្យកុសលនឹងគេបញ្ជូនបុណ្យកុសលនឹងឲ្យយើងទៅប្រាថ្នាបែបនឹងវិញអ្នកខ្លះណាគាត់ញាតិញោមខ្លះគាត់ទៅប្រាថ្នាបែបនឹងវិញអញ្ចឹងយើងកុំប្រាថ្នាទៅលើអ្នកដតីខ្លាំងពេកនៅពេលណាដែលយើងធ្វើបុណ្យកុសលរត់តែច្រើនរាល់ពេលដែលយើងធ្វើបុណ្យកុសលគឺយើងត្រូវតែឧទ្ទិសបុណ្យកុសលនឹងឲ្យខ្លួនឯងឲ្យហើយជាស្រេចរាល់ពេលដែលយើងធ្វើនឹងអ្នកទាំងគ្នារាល់ពេលដែលយើងធ្វើនឹងអ្នកទាំងគ្នាអានឹងមួយអ្នកទាំងគ្នាមួយទៀតបើយើងឧស្សាហ៍ក្នុងការធ្វើបុណ្យកុសលអញ្ចឹងយើងឧស្សាហ៍គិតអំពីបុណ្យកុសលដែលយើងបានធ្វើនឹងទៅគឺធ្វើឲ្យយើងមានសេចក្តីសុខធ្វើឲ្យយើងកាត់បៃតេអ្នកទាំងគ្នាកើតបៃតេបានន័យថាមានសេចក្តីសុខជាមួយមានភាពសប្បាយចិត្តឬក៏រីករាយជាមួយនឹងបុណ្យកុសលដែលយើងបានធ្វើអានេះសំខាន់ណាស់អ្នកទាំងគ្នាសំខាន់ណាស់ពីព្រោះចិត្តគឺជាធម្មជាតិសន្សំអ្នកទាំងគ្នាចិត្តគឺជាធម្មជាតិសន្សំបានន័យថាសន្សំសន្តានអ្នកទាំងគ្នាសន្សំសន្តានអញ្ចឹងប្រសិនបើយើងធ្វើបុណ្យកុសលរឹតតែច្រើនហើយយើងឧស្សាហ៍គិតអំពីបុណ្យកុសលដែលយើងបានធ្វើវាធ្វើឲ្យយើងកាត់បៃតេអ្នកទាំងគ្នាធ្វើឲ្យយើងកាត់បៃតេអ្នកទាំងគ្នាអញ្ចឹងនៅពេលណាដែលយើងកាត់បៃតេច្រើនជីវិតយើងក៏រីករាយច្រើនជីវិតយើងក៏មានសេចក្តីសុខច្រើនអ្នកទាំងគ្នាហើយគេហៅថាអ្វីដែលយើងបានធ្វើល្អហ្នឹងវាសន្សំជាប់សន្តានចិត្តរបស់យើងអ្នកទាំងគ្នានេះអាសន្សំជាប់សន្តានចិត្តរបស់យើងហ្នឹងគឺសំខាន់ណាស់អ្នកទាំងគ្នាគឺសំខាន់ណាស់អ្នកទាំងគ្នាសំខាន់យ៉ាងម៉េចសំខាន់នៅពេលដែលយើងឧស្សាហ៍ក្នុងការគិតឬក៏រំលឹកខ្លួនឯងអំពីបុណ្យកុសលដែលយើងបានធ្វើរឿយអ្នកខ្លះគាត់ធ្វើដូចអ្នកខ្លះគាត់ដាក់បាតប្រសងជារៀងរាល់ថ្ងៃអញ្ចឹងយើងឧស្សាហ៍ក្នុងការគិតអារឿងទាំងអស់ហ្នឹងវាធ្វើឲ្យយើងមានសេចក្តីសុខមានចិត្តជ្រះថ្លាមានការសប្បាយចិត្តអ្នកទាំងគ្នាអញ្ចឹងកុំទៅគិតអារឿងណាដែលជារឿងអកុសលអ្នកទាំងគ្នាកុំទៅគិតរឿងណាដែលរឿងអកុសលរឿងណាដែលធ្វើឲ្យយើងលំបាកចិត្តអញ្ចឹងយើងគួររៀនលះការគិតនឹងទៅលើរឿងទាំងអស់នោះឲ្យបានច្រើនយើងបង្វែរការគិតចេញពីរឿងទាំងអស់នោះមករករឿងបុណ្យកុសលដែលយើងតែងតែធ្វើនេះតែងតែធ្វើអញ្ចឹងនៅពេលណាដែលយើងគិតរឿងហ្នឹងបានច្រើនយើងធ្វើរឿងហ្នឹងបានច្រើនអ្នកទាំងគ្នាអញ្ចឹងចិត្តវាសន្សំសន្តានចិត្តវាសន្សំសន្តានអញ្ចឹងវាផលប្រយោជន៍ធំបំផុតនៅពេលដែលយើងរៀបនឹងស្លាប់ហើយបដិសន្ធិថ្មីអ្នកទាំងគ្នាបដិសន្ធិថ្មីអ្នកទាំងគ្នាអញ្ចឹងនៅពេលណាដែលចិត្តរបស់យើងសន្សំកម្មនឹងជាកុសលកម្មនឹងបានច្រើនហើយអញ្ចឹងបានន័យថាជាចុតិអ្នកទាំងគ្នាយើងរៀបស្លាប់បានន័យថាយើងមានចុតិចិត្តអ្នកទាំងគ្នាចុតិចិត្តនឹងវាបញ្ជូនគេហៅថាកម្មដែលយើងបានធ្វើនឹងទៅឲ្យបដិសន្ធិអ្នកទាំងគ្នាទៅឲ្យបដិសន្ធិហើយបដិសន្ធិទទួលហើយប្រវាំងចិត្តនេះគឺជាចិត្តដែលកំណត់អំពីទីដែលត្រូវចាប់ភពកំណើតជាថ្មីអ្នកទាំងគ្នាទៅតាមកម្មទៅតាមកុសលទៅតាមកម្ម cái này tam cam đại dương ban thưa được không
ជាតិនឹងអ្នកតាគ្នាតាមកម្មដែលយើងបានធ្វើជាតិនឹងអញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងបើសិនតែយើងធ្វើកម្មល្អច្រើនចិត្តនឹងវាសន្សំអញ្ចឹងមុនយើងស្លាប់នឹងយើងរៀបស្លាប់នឹងអ្នកតាគ្នាចិត្តរបស់យើងនឹងវាកើតបៃតេអ្នកតាគ្នាយើងសប្បាយចិត្តយើងជ្រះថ្លាយើងនឹកឃើញបុណ្យដែលយើងបានធ្វើកន្លងមកជាច្រើននេះអ្នកតាគ្នាអញ្ចឹងធ្វើឲ្យគេហៅថាអំណាចគេហៅថាចុតតិចិត្តនឹងបញ្ជូនកម្មល្អអញ្ចឹងទៅឲ្យបដិសន្ធិអ្នកតាគ្នាអញ្ចឹងគឺយើងបានទៅចាប់គេហៅថាបដិសន្ធិថ្មីនៅសុគតិភពហើយអ្នកតាគ្នាអញ្ចឹងចំណុចនឹងសំខាន់ណាស់អ្នកតាគ្នាអញ្ចឹងអ្នកខ្លះដូចខ្ញុំបញ្ជាក់អញ្ចឹងគាត់ឧស្សាហ៍ក្នុងការធ្វើបុណ្យមែនទែនជាពិសេសដាក់បាតព្រះសង្ឃព្រោះខ្ញុំអាសាទៅជាមួយព្រះសង្ឃណាទៅជួយព្រះសង្ឃលោកនិមន្តបិណ្ឌបាតចឹងទៅខ្ញុំទៅនេះគឺខ្ញុំអាសាទៅជួយលោកអ្នកតាគ្នាអញ្ចឹងទៅជួយកាន់ស្រាក់កាន់មហូបកាន់ចង្ហាន់កាន់បច្ច័យ4អីផ្សេងហ្នឹងកាន់វត្ថុរបស់របរអីផ្សេងហ្នឹងជួយព្រះសង្ឃដល់អញ្ចឹងយើងទៅផ្ទះខ្លះគាត់ធ្វើបន់ហ្នឹងគាត់ដាក់បាតព្រះសង្ឃជារៀងរាល់ថ្ងៃអញ្ចឹងសូមឲ្យយើងគេហៅថាឧស្សាហ៍ក្នុងការគិតឬក៏សតិនឹងរំលឹករឿយអំពីកុសលកម្មដែលយើងបានធ្វើហ្នឹងជារៀងរាល់ថ្ងៃហ្នឹងអញ្ចឹងវាធ្វើឲ្យយើងជ្រះថ្លាធ្វើឲ្យយើងកើតបៃតេគេហៅថាការសប្បាយចិត្តជាមួយនឹងបុណ្យកុសលដែលយើងបានធ្វើហ្នឹងអ្នកតាគ្នាអញ្ចឹងអានេះគឺជាចំណុចដែលសំខាន់ដែលវាមានផលទៅដល់បដិសន្ធិនៅពេលដែលយើងស្លាប់ទៅអ្នកតាគ្នាអញ្ចឹងសំខាន់ណាស់ដូចបុណ្យដូចខ្ញុំចំណាំបញ្ជាក់អញ្ចឹងអ្នកតាគ្នាកុសលកម្មនេះឬក៏អកុសលកម្មឥឡូវខ្ញុំនិយាយពីកុសលកម្មនេះគឺសំខាន់ណាស់អ្នកទាំងគ្នាអ្វីដែលយើងប្រឹងរកប្រឹងធ្វើអ្វីដែលយើងមានអ្វីដែលយើងកំពុងតែមានហ្នឹងទោះបីជាច្រើនប្រព័ន្ធណាក៏ដោយនៅពេលដែលយើងមានជីវិតវាជួយយើងបានតែកំឡុងពេលដែលយើងមានជីវិតហ្នឹងឯងអ្នកទាំងគ្នាហ្នឹងអ្នកទាំងគ្នាត្រូវចាំប៉ុន្តែបើបុណ្យកុសលនេះអ្នកទាំងគ្នាបើបុណ្យកុសលនេះគឺវាតាមជួយយើងតាមទំនុកបំរុងយើងរហូតអ្នកទាំងគ្នាមិនថាតែយើងរស់នៅក្នុងជាតិនេះនៅពេលដែលយើងស្លាប់ឬក៏បដិសន្ធិថ្មីចាប់ភពចាប់កំណើតថ្មីអញ្ចឹងបុណ្យនឹងវាជាតាមជួយយើងអ្នកទាំងគ្នាបុណ្យនឹងវាតាមជួយយើងអ្នកទាំងគ្នាអញ្ចឹងជួយយើងរហូតឧបត្ថម្ភគេហៅថាតាមជួយទំនុកបំរុងយើងរហូតអ្នកទាំងគ្នាតាមជួយឧបត្ថម្ភទំនុកបំរុងយើងរហូតអ្នកទាំងគ្នាត្រូវអញ្ចឹងអំណាចនៃកម្មកុសលកម្មនឹងវាធ្វើឲ្យប្រវាំងកំណត់ទីចាប់បានន័យថាចាប់បដិសន្ធិថ្មីអ្នកទាំងគ្នាបដិសន្ធិថ្មីអ្នកទាំងគ្នាអញ្ចឹងខ្ញុំបញ្ជាក់កន្លែងនេះបន្តិចកុំឲ្យញាតិញោមជាពុទ្ធបរិស័ទខ្លះឬក៏បងប្អូនយើងខ្លះគាត់យល់ច្រឡំគាត់អត់ទាន់ដឹងអ្នកខ្លះគាត់អត់ទាន់ដឹងពាក្យថាយើងទៅចាប់កំណើតគឺអត់មានទេអ្នកទាំងគ្នាបដិសន្ធិថ្មីយើងទៅបដិសន្ធិថ្មីឬក៏ចាប់កំណើតថ្មីនៅភពនេះភពនោះគឺអត់មានទេអ្នកទាំងគ្នាហ្នឹងខ្ញុំសូមបញ្ជាក់គឺអត់មានទេពីព្រោះសំបីតែនៅក្នុងជាតិហ្នឹងគឺអត់មានយើងហើយស្រេចអ្នកទាំងគ្នាអត់មានយើងហើយស្រេចអញ្ចឹងការរស់នៅប្រចាំថ្ងៃនេះត្រឹមតែជាចិត្តចេតសិកនិងរូបអ្នកទាំងគ្នាដែលយើងនិយាយជាបង្រួញឲ្យខ្លីមកនៅត្រឹម3ណាអ្នកទាំងគ្នាត្រឹមតែជាចិត្តចេតសិកនិងរូបបើយើងនិយាយបង្រួមឲ្យខ្លីទៀតនៅសល់ត្រឹម1គឺសង្ខារធម៌នឹងឯងអ្នកទាំងគ្នាសង្ខារធម៌នឹងឯងអ្នកទាំងគ្នាអញ្ចឹងវាមាននាមធម៌និងនាមរូបអ្នកទាំងគ្នាតែប៉ុណ្្នឹងឯងអ្នកទាំងគ្នាអញ្ចឹងវាអត់មានយើងឯណាទៅបដិសន្ធិទៅចាប់កំណើតចាប់ភពថ្មីទេអញ្ចឹងអ្វីដែលទៅចាប់កំណើតឬក៏ចាប់ភពថ្មីគឺត្រឹមតែជាកម្មបច្ច័យដែលយើងបានធ្វើអ្នកទាំងគ្នាដែលយើងបានធ្វើដែលប្រវាំងចិត្តនឹងមុនពេលដែលយើងរៀបស្លាប់នឹងគឺប្រវាំងចិត្តនឹងបញ្ជូនទៅឲ្យបដិសន្ធិអ្នកទាំងគ្នាបដិសន្ធិអ្នកទាំងគ្នាអញ្ចឹងខ្ញុំបញ្ជាក់កន្លែងនេះឲ្យច្បាស់ទៅកាន់អ្នកទាំងគ្នាហើយច្បាស់ទៅកាន់អ្នកទាំងគ្នាអញ្ចឹងបុណ្យកុសលនេះវាតាមជួយទំនុកបំរុងយើងគ្រប់ពេលវេលាទាំងអស់អ្នកទាំងគ្នាគ្រប់ពេលវេលាទាំងអស់ដូចទ្រព្យសម្បត្តិអីនេះយើងប្រើបានតែកំឡុងពេលដែលយើងនៅមានជីវិតក្នុងជាតិនឹងតែប៉ុណ្្នឹងឯងសំទោសអ្នកទាំងគ្នា
chẳng được về để dương slap tới cứ dương vô tợt bàn tì nè tắc nè dương vô tợt bàn tì chẳng dương cầm prăng rọc tay rọc bọt từng óc nung dương tới prăng thưa bồn của sal phong nè tắc nè đi chỉ cả đam nhà bọc nhóm chỉ cả đam nhà bọc nhóm nè tắc nè chẳng complete thứ ấy cái đây complete bồn của sal complete bồn của sal nè tắc nè chẳng cứ nhóm miền bờ nắng chia sẻ đam nhà nè tắc nè hay ở cuốn chăm chụp nè video cài tiền chẳng ở cuốn nè tắc nè xôm group liên đừng cạp phải cùng liền